នេះគឺជាសាច់រឿងពិតឬក៏ប្រឌិតដែលคลิปវីដេអូមួយនេះកំពុងធ្វើការចាប់អារម្មណ៍ខ្លាំងមែនទែននៅលើបណ្ដាញសង្គមមិនថាជា TikTok Facebook ឬក៏ Instagram នោះទេគឺថាផ្ទុះ viral ខ្លាំងមែនទែនអញ្ចឹងបើសិនជាចង់ដឹងថាតើពិតឬក៏ប្រឌិតឬគ្រាន់តែជាវីដេអូ AI អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូនេះពីដើមដល់ចប់បានអញ្ចឹងคลิปវីដេអូដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនេះគឺថាវាបានកើតឡើងតាំងពីឆ្នាំ2007មកម្លេះអ្នកទាំងអស់គ្នាបើសិនជាយើងគិតមកដល់បច្ចុប្បន្នគឺអស់រយៈពេល19ឆ្នាំហើយវីដេអូនេះគឺបានដកស្រង់ចេញពីរឿងពិតដែលគេបានថតជាប់នៅក្នុងភាពយន្តឯកសារមួយដែលមានឈ្មោះថា Encounters at the End of the World ដែលដឹកនាំដោយលោក Werner Herzog ដែលជាជនជាតិអាល្លឺម៉ង់ឥឡូវយើងមកដឹងពីមូលហេតុទាំងអស់គ្នាថាតើហេតុអីបានជា Penguin មួយនឹងសម្រេចចិត្តបែកហ្វូងហើយដើរឡើងភ្នំតែម្នាក់ឯង As soon as she can, she escapes with a rock. អញ្ចឹងបើយោងតាមការលើកឡើងរបស់ director ក៏ដូចជាអ្នកដែលបានជួបព្រឹត្តិការណ៍ផ្ទាល់នៅក្នុងទីកន្លែងនោះហ្មងគឺថាគាត់បានលើកឡើងនេះគឺជាបាតុភូតកម្រមួយនិងគួរឲ្យសោកស្ដាយខ្លាំងមែនទែនដែលគេហៅថា disoriented penguin គឺជា penguin វង្វេងទិសអញ្ចឹងក៏គាត់បានបន្តថាមូលហេតុដែល penguin សម្រេចចិត្តដើរ by phone នោះគឺដោយសារតែពួកវាបានវង្វេងជាមួយនឹងប្រព័ន្ធប្រសាទក៏ដូចជាប៉ះទង្គិចនៅផ្លូវចិត្តធ្ងន់ធ្ងរដែលធ្វើឲ្យ penguin ដែលកំសត់មួយក្បាលនោះសម្រេចចិត្តបំបែកផ្លូវដើរតាមម្នាក់ឯងទៅលើភ្នំតកកហើយអ្វីដែលជាអកុសលនោះអ្នកទាំងអស់គ្នាគឺវាមិនអាចបន្តជីវិតរស់នៅលើភ្នំនោះបានទេគឺស្លាប់នៅលើគោលដៅនោះតែម្ដងអញ្ចឹងរឿងរ៉ាវមួយនេះគឺថាបានផ្ទុះសារឡើងវិញគឺដោយសារតែមនុស្សដែលគាត់បានលេង social media មិនថាជា TikTok Facebook Instagram ឬក៏ YouTube ទេគឺគាត់បាន compare ជីវិតខ្លួនឯងប្រៀបដូចជាមួយនឹងសត្វ penguin ខ្លះទៅប្រៀបធៀបវាទៅនឹងមនុស្សដែលចង់ដើរតាមក្តីសម័យខ្លួនឯងទោះបីជាអ្នកដទៃមើលមិនឃើញថាវាជាផ្លូវខុសឬក៏គ្មានសង្ឃឹមក៏ដោយខ្លះទៀតទៅមានអារម្មណ៍ថាអាណិតអាសូរនិងមានអារម្មណ៍ថាខ្លួនឯងដូចជា penguin នោះដែលកំពុងតែវង្វេងនៅក្នុងលោកនេះតែម្នាក់ឯងអញ្ចឹងរឿងរ៉ាវមួយនេះគឺថាបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជានៅក្នុងសង្គមសពថ្ងៃក៏ដូចជាជីវិតមនុស្សខ្លាំងមែនទែនមូលហេតុអីគឺដោយសារតែបើសិនជាយើងគិតនៅក្នុងថ្ងៃអនាគតគឺយើងមិនដឹងថាយើងស្លាប់នៅពេលណាគឺយើងចាកចេញពីពិភពលោកនេះនៅពេលណានោះទេហើយយើងក៏មិនដឹងថានឹងមានរឿងអីកើតឡើងនៅថ្ងៃខាងមុខដែរអញ្ចឹងហើយអ្វីដែលយើងមិនទាន់បានធ្វើអ្វីដែលយើងចង់ធ្វើគឺយើងគួរតែធ្វើឲ្យហើយមិនថាវាជោគជ័យឬក៏មិនជោគជ័យនោះទេយ៉ាងហោចណាស់គឺយើងបានធ្វើវាគឺយើងបានចាក់ចេញទៅទាំងស្ងប់ចិត្តផងដែរនេះបើយើងគិតទៅក្នុងផ្លូវមួយទៀតបានន័យថាបើសិនជាយើងដឹងពីបញ្ហានៅខាងមុខហើយយើងដឹងថាយើងមិនអាចទៅរួចឬក៏យើងមិនអាចទៅដល់ប៉ុន្តែហេតុអ្វីបានយើងខំប្រឹងនៅបន្តទៅមុខទៀតនេះគឺអាចសបញ្ជាក់ថាទោះដរាបណាយើងនៅមានជីវិតយើងនៅមានដង្ហើមគឺយើងនៅតែបន្តដំណើរទៅមុខជានិច្ចទោះបីជាបរាជ័យយ៉ាងហោចណាស់វាជាជំរឿសវាជាការជ្រើសរើសសម្រាប់ចិត្តរបស់យើងជារួមមកវិញគឺថាព្រឹត្តិការណ៍ដែល Penguin ដើរទៅរកភ្នំតកកដែលគ្មានអាហារគ្មានទឹកនោះគឺជាការពិត 100% ដែលត្រូវគេបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តមួយដែលបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ